សម្រាប់ដំណាក់កាលទី1ខ្ញុំសូមសិលេចយកអ្នកដែលមាន best performance ចំនួន2នាក់អាចនិយាយបានថាគាត់គឺជាមនុស្សម្នាក់ដែលធ្វើឲ្យខ្ញុំមើលទៅកាន់ performance របស់គាត់អត់ព្រិចភ្នែកហើយផ្ទាំងទស្សនីយភាពមួយហ្នឹងខ្ញុំអត់ដែលបានឃើញពីមុនសោះអញ្ចឹងកុំឲ្យខាតពេលយូរសម្រាប់អ្នកទី1គឺកូនក្រុមរបស់ Captain Winvito Chutema Congratulations, Chutema! Go to the next level! Woo! Chutema ខ្លាំងទាំងអស់គ្នា Congratulations, Chutema! អាចនិយាយបានថាគាត់មានសមត្ថភាពមែនទែននៅក្នុងវគ្គមួយនេះគាត់បានយកទាំងទស្សនីយភាពដែលយើងកម្រនឹងបានឃើញច្របាច់ចូលគ្នាឲ្យយើងឃើញទាំងទស្សនីយភាពមួយដែលថាមានអារម្មណ៍ដូចនៅក្នុង hall កំពុងតែអង្គុយមើលគាត់ Best performance ដែលគាត់អាចធ្វើឲ្យខ្ញុំក៏ដូចជាទស្សនិកជនបានសើចសប្បាយក៏ដូចជារំភើបរីករាយនៅ action របស់គាត់មើលខ្ញុំមិនចង់ធ្វើអីក្តុកក្តួលពេកទេបាទនោះគឺសូមបបរចាដៃ Obosato Best Performance បន្ទាប់បានទៅលើគឺ Christiva Obosato Christiva គឺជាកូនក្រុមរបស់ Captain Chu Hai អូសាតូជួតកងរៃ2026បាទគាត់បន្សល់ទុកនៅវ៉ាវដល់ពួកយើងទាំងអស់គ្នាដែរគឺថាអ្នកដែលបានទស្សនាឃើញទាំងទស្សនីយភាពរបស់ Christiva គឺអូយសប្បាយសើចជាមួយនឹងភាពពេញរបស់គាត់ហើយយ៉ាឡយញាក់សាច់ទៅម្ដងអ្នកដែលជាប់វិញ្ញាសា Best Song គឺជាបេក្ខជនដែលពួកខ្ញុំបានមើលឃើញពី potential របស់គាត់ខ្លាំងមែនទែនទេពកោសល្យរបស់គាត់សមត្ថភាពរបស់គាត់បានទៅលើបេក្ខជនដែលមកពីក្រុម Captain Vito ហើយនោះគឺ Wanta Obosato Wanta Oh my god បាទភាំងមកមិនភាំងទាំងអស់គ្នាទាំង Captain ទាំងបាទសមាជិកទាំងអស់គ្នាបាទ Obosato Wanta ទាំងអស់គ្នាមួយបាទតែសម្រាប់អ្នកដែលជាប់បន្ទាប់ស្ថិតនៅក្នុង Best Song គឺអ្វីដែលខ្ញុំមើលឃើញពិសេសគឺគាត់បានដាក់រូបអារម្មណ៍នៅក្នុងអត្ថន័យបទចម្រៀងរបស់គាត់ហើយបង្កប់នៅ clear ដែលបង្ហាញពីអត្តសញ្ញាណបង្ហាញអីជាច្រើនទៀតអញ្ចឹងសម្រាប់ខ្ញុំសូមចូលរួម Obosato គឺ Slyo Obosato Slyo
Captain Win Windu wow ពិសេសមែនតើបានស្លាយអូធ្វើបានល្អ Congratulations Oh my god សតពី នៅសល់តែ2ទៀតទេចង់ដឹងថាតើបេក្ខជនរូបណាឬមួយក៏បេក្ខនារីរូបណាដែលគាត់អាចចូលទៅកាន់ next level បាន ពីរនេះគឺជាខ្លាកំណាចនៅក្នុងវគ្គ មួយនេះ ហើយនៅពេលដែលខ្ញុំនិយាយថាខ្លាកំណាចពីររូបគឺពួកគាត់មានទេពកោសល្យទាំង best performance បូកជាមួយនឹង best song អូ wow ខ្លាកំណាចទី1ដែលជាបេក្ខជនមានទាំង best performance មានទាំង best song ហើយអាចទិញទឹកចិត្តពួកខ្ញុំបានខ្លាំងជាងគេនៅក្នុងវគ្គខ្មែរនេះមួយនេះធ្វើឲ្យពួកខ្ញុំក្តុកក្តួលគិតឡើងវិញម្ដងហើយម្ដងទៀតគឺបេក្ខជន CH Omosato Hey Good job about Windu Go to the next level Oh wow Omosato Congratulations, Jay! Woo! Yeah! Hey! 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 ចា បេក្ខជនបន្ទាប់ហើយក៏ជាបេក្ខជនចុងក្រោយដែលនឹងឈ្នះនៅវិញ្ញាសា Best Performance ហើយនិង Best Song គឺជាបេក្ខជនមួយដែលគាត់ធ្វើបានល្អមែនទែនទាំងការដាក់អារម្មណ៍ទាំងបទចម្រៀងទាំងការរៀបចំជាបេក្ខជនមួយដែលធ្វើឲ្យទាំងអស់គ្នាអាចស្លងអារម្មណ៍អាចទទួលបាននៅអ្វីដែលគាត់ចង់បង្ហាញដល់ពួកយើងទាំងអស់គ្នាហើយគាត់ជាបេក្ខជនដែល surprise ពួកយើងដែរ ហើយមាន mistake ប្រកបច្រើនទៀត យេចឹង បានទៅលើ បានទៅលើទីតុយ Omosato Titoy Good job about Captain Yuhai Wow Congratulations Congratulations Titoyឥឡូវនេះឃើញថាយើងក៏បានរកឃើញនៅបេក្ខជននិងបេក្ខនារីចំនួន6រូបដែលអាចទៅកាន់ next level ដែលឡាយបេក្ខជន6រូបទៀតគឺនាងខ្ញុំក៏សូមជួយរួមសោកស្ដាយដែលអត់ទទួលបានលទ្ធផលនៅក្នុងថ្ងៃនេះទេហើយនាងខ្ញុំក៏សូមអញ្ជើញអ្នកទាំង6រូបអញ្ជើញមកកាន់លេខឆាករបស់យើងផងដែរចាសូមអញ្ជើញ ដែលអ្នកទាំងអស់គ្នាបានប្រធានបទហើយអ្នកទាំងអស់គ្នាព្យាយាមទាំងថ្ងៃទាំងយប់មុន perform ក៏ practice ច្រើនដងជាបុគ្គលដែលពួកយើងស្ញប់ស្ញែងទាំងអស់គ្នាសុទ្ធតែមាន unique រៀងៗខ្លួនមានភាពខ្លាំងរៀងៗខ្លួនយូរពិតជាពេលវេលាមួយដែលយើងអត់ចង់ជួបទេព្រោះរយៈពេលខ្លីដែលយើងនៅជាមួយគ្នាគឺមានអនុស្សាវរីយ៍ច្រើនណាស់ជាពិសេស Captain ជាមួយនឹងកូនក្រុមទាំងអស់គ្នាចុះឥឡូវសូមអញ្ជើញអាចទុកពេលវេលានេះសម្រាប់ Captain អាចមកបង្ហាញអារម្មណ៍ក៏ដូចជាមានពាក្យពេចន៍អីឬក៏បង្ហាញអំពី
ភាពស្និទ្ធស្នាលមុននឹងជម្រាបលាគ្នានៅក្នុងកម្មវិធី The Next Level Rap Star នេះចឹងសូមអញ្ជើញ Captain ទាំង3បាទមកកាន់វេទិកាដោយតែបងប្អូនទាំងនេះបានដឹងហើយថាពេលវេលានេះជាពេលវេលាមួយដែលពិបាកទទួលយកមែនតើហើយពិតជាសោកស្ដាយសម្រាប់បងប្អូនទាំង6រូបអ្នកទាំងអស់គ្នាបាននិយាយពាក្យមួយម៉ាត់ថាសុំទោសដែលធ្វើអត់បានល្អប៉ុន្តែពីខ្ញុំទៅពីអ្នកទាំងអស់គ្នានៅទីនេះក៏ដូចជា audience ដែលកំពុងតាមដានទស្សនាក្នុងកម្មវិធីរបស់យើងអ្នកទាំងអស់គ្នាធ្វើបានល្អទាំងអស់គ្នាសូមសម្លេងជូនដល់អ្នកទាំងអស់គ្នាមួយមកឃើញថា What? Oh! Save! Save! Oh my God! What is that? What is that? Save! Go to the women! Oh my God! ធ្លាក់ម្ដង6នាក់ដូចច្រើនពេកវាមិនសម ដូច្នេះអូខ្ញុំអត់ដឹងនិយាយថាម៉េចដល់ពេលឥឡូវសូមឲ្យចាច់ទាំង3រូបជួយបញ្យល់តិចមកតើមានន័យថាម៉េចពាក្យសេវនេះដូចខ្ញុំនិយាយមិញអញ្ចឹងណា មានអារម្មណ៍ថា ឃើញថាធ្លាក់ម្ដង6នាក់ច្រើនពេកវាអត់សម So ខ្ញុំគិតថាគួរតែសេវបេក្ខជន3រូបទៀតមិនចឹងអីពូម៉ាក់ តែខ្ញុំអត់ចង់ឲ្យគាត់នៅធីមដែរ អត់អាចសេវកូនក្រុមខ្លួនឯងបានទេ ខ្ញុំចង់ឲ្យ captain មួយសេវកូនក្រុមពីធីមផ្សេងម្នាក់ Oh my god ដូច្នេះសូមក្រុមអញ្ជើញ Captain ទាំង3ទៅកាន់ទីតាំងដើមសិនហើយសូមធ្វើការសម្រេចចិត្តជ្រើសរើសសេវបេក្ខជនឬបេក្ខនារីណាម្នាក់ខ្លាយទៅជាកូនក្រុមថ្មីរបស់ខ្លួនអញ្ចឹងសម្រាប់បេក្ខជនដែលយូរហើយអាចធ្វើការជ្រើសរើសបានមិនមែនជាកូនក្រុមខ្លួនឯងតែជាកូនក្រុមរបស់ Captain Vito ឬក៏កូនក្រុមរបស់ Captain Win Vitu សូមធ្វើការសម្រេចចិត្ត អ្នកដែលខ្ញុំសម្រេចចិត្តសេវយ៉ាងចេអិច Almost Santo! Young J.A. Of all Santo ដោយ Young J.A. បាច់ចូលទៅកាន់ក្រុម Captain You High Welcome to the team ដូច្នេះខ្ញុំសូមចូលរួមអបអរសាទរ Young JH Go to the next level អបអរសាទរ Young JH ម្ដងទៀតទាំងអស់គ្នាអូនទាំងអស់គ្នាមកដល់ឆ្ងាយណាហើយនេះគឺជាឱកាសមួយដែលបងអាចសេវបានតែម្នាក់ឯងបងសុំរើសយកប្អូនម្នាក់ដើម្បីទៅបង្ហាញវឹកបន្ថែមបន្តនោះគឺ Fin Almost Santo! Win! Congratulations Fin Go to the next level Choosing by Captain Win with 2
ដូច្នេះសូមជួបអបអរសាទរ Finn go to the next level 10 គ្រូ10 គ្រូ10 គ្រូ អបអរសាទរ Finn go to the next level congratulations នៅសារតែ Captain Vito តែប៉ុណ្ណោះដែលត្រូវជ្រើសរើសថាតើបេក្ខជនរូបណាដែលគាត់នឹងជ្រើសរើសចូលទៅកាន់ក្រុមរបស់គាត់ចាសសូមអញ្ជើញធ្វើការសម្រេចចិត្ត ហើយយើងបេក្ខជននេះ គិតតែច្បាស់បងគិតតែច្បាស់ គឺតែច្បាស់មក បេក្ខជនហ្នឹងខ្ញុំធ្លាប់ចុចប៊ូតុង special អូ កាលពីវគ្គ audition ពេលហ្នឹងខ្ញុំ steal ចេញពី Captain ផ្សេងបើតាមខ្ញុំចាំឯណា Legacy អបអរសាទរ Legacy congratulations លោកដង្ខៅទីបំផុតលោកដង្ខៅបានទៅបន្តទៀតហើយ ផ្ញើបងមកកាន់ក្រុមក្មេង ផ្ញើ ស្ទៀវ បងអូនមួយហងបងអើយផ្ញើបងអូនមួយហងលុយគ្នាច្រើនណាស់ ដូច្នេះសូមជួបអបអរសាទរ Legacy go to the next level អបអរសាទរ Legacy congratulations ដោយឡែកសម្រាប់អ្នកទាំង3បងពិតជាសោកស្ដាយមែនតើ